ជំរាបសួរលោកម៉ែនគង់បាទបាទសូមជម្រាបសួរបងអរគុណដែលលោកអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ AFE បានធ្វើកិច្ចសម្ភាសជាមួយលោកនៅថ្ងៃនេះបាទក្រុមអ្នកអភិរក្សអន្តរជាតិមួយក្រុមបានបដិញ្ញាហែលទឹកតាមដងទន្លេមេគង្គចម្ងាយ120គីឡូម៉ែត្រដោយចាប់ផ្ដើមការហែលចេញពីទីតាំងក្បែរស្ពានមិត្តភាពកម្ពុជាចិនមេគង្គស្ទឹងត្រែងហើយនឹងត្រូវបញ្ចប់បេសកកម្មនេះនៅខេត្តក្រចេះក្រុមអ្នកហែលទឹកចំនួន5នាក់បានអមដំណើរនៃការហែលទឹកដោយឆ្មាំទន្លេនិងក្រុមការងារ WWF កម្ពុជានឹងត្រូវចំណាយពេល4ថ្ងៃគឺពីថ្ងៃទី17ដល់ថ្ងៃទី20ខែមីនាឆ្នាំ2025នេះជាបឋមលោកម៉ែនគង់អាចបញ្ជាក់បានទេថាតើព្រឹត្តិការណ៍នៃការហែលទឹកនេះមានគោលបំណងយ៉ាងណាបាទសូមអរគុណច្រើនបងទាក់ទងទៅនឹងការហែលទឹកនេះយើងបានដាក់ចំណងជើងរួមគ្នាថាយុទ្ធនាការហែលទឹកទន្លេមេគង្គដែលមានការចូលរួមពីក្រសួងកសិកម្មរដ្ឋបាលជលផលថ្នាក់កណ្ដាលក្រសួងបរិស្ថានបាទរដ្ឋបាលខេត្តស្ទឹងត្រែងខេត្តក្រចេះបាទជាមួយទៅនឹងដៃគូអភិវឌ្ឍដែលក្នុងនោះមាន Earth Hour City Earth Hour ជាមួយទៅ WWF ជាដើមរួមទាំងផ្នែកពាក់ព័ន្ធមួយចំនួនទៀតនិងអាជ្ញាធរមូលដ្ឋានព្រមទាំងឆ្មាំទន្លេនៅក្នុងក្របខ័ណ្ឌនៃទន្លេមេគង្គខេត្តស្ទឹងត្រែងក៏ដូចជាខេត្តក្រចេះផងដែរគោលបំណងសំខាន់នៅក្នុងការរៀបចំពិធីនេះចំណុចទី1គឺការហែលទឹកដើម្បីបង្ហាញនៅសក្តានុពលធនធានធម្មជាតិជីវៈចម្រុះដែលមាននៅក្នុងដងទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះចំណុចមួយទៀតគឺរួមគ្នាផ្សព្វផ្សាយនៅធនធានទាំងអស់ដែលមាននៅក្នុងទន្លេទាំងតាមដងទន្លេមេគង្គនេះទៅដល់ភ្ញៀវជាតិអន្តរជាតិដើម្បីបង្ហាញពីសក្តានុពលទេសចរទី3សំខាន់មែនទែនគឺរួមគ្នាការពារនៅធនធានមួយគឺដោយបានជ្រាបស្រាប់ហើយគឺសត្វផ្សោតទន្លេមេគង្គដែលកំពុងមានវត្តមាននៅក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែងបាទអញ្ចឹងចំពោះយុទ្ធនាការហែលទឹកចម្ងាយ120គីឡូម៉ែត្រនេះមានរហូតដល់4ថ្ងៃបាទតាមកម្មវិធីដែលបានគ្រោងទុករយៈពេល4ថ្ងៃនេះតើក្រុមអ្នកហែលទឹកនឹងហែលជាប៉ុន្មានដំណាក់កាលបាទការហែលទឹកនេះមានច្រើនដំណាក់កាលដែលក្រុមការងារជំនាញក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធបានរៀបចំហៅថាតម្រាយផ្លូវនៅក្នុងផ្លូវទឹកសម្រាប់ការហែលនេះដោយអនុញ្ញាតឲ្យអ្នកហែលទឹករបស់យើងនឹងអាចសម្រាប់បានរហូតទៅដល់17ទីតាំងឯណោះអូបាទអញ្ចឹងសរុបមកគឺធ្វើម៉េចឲ្យ4ថ្ងៃនេះហែលទៅដល់គោលដៅដែលបានគ្រោងទុកបាទត្រឹមត្រូវបងត្រឹមត្រូវគឺហែលពីចំណុចគល់ស្ពានមេគង្គនៃខេត្តស្ទឹងត្រែងគឺតំបន់មួយដែលបានកំណត់នៅក្នុងខេត្តស្ទឹងត្រែងនិងទៅដល់តំបន់មួយទៀតចុងក្រោយគឺនៅខេត្តក្រចេះហ្នឹងបាទជាក់ស្ដែងនៅថ្ងៃទី1នេះតើលោកម៉ែនគង់បានទទួលព័ត៌មានឬក៏ពិនិត្យមើលឃើញថាមានឧបសគ្គអ្វីទេបាទនៅថ្ងៃទី1នេះมันមានឧបសគ្គអ្វីទេរួមកម្មវិធីបានប្រព្រឹត្តទៅតាមការគ្រោងទុកហើយមានការរំពឹងថាមានការចូលរួមដោយអ្វីដែលបានធ្វើការដាក់ចេញរួមគ្នារវាងគ្រប់ផ្នែកពាក់ព័ន្ធដូចខ្ញុំបានជម្រាបជូនខាងលើហើយទុកមិញនេះគឺជាកម្មវិធីនៅក្នុងការបើកព្រឹត្តិការណ៍ផងហើយដំណើរការចាប់ដើមការហែលទឹកនឹងផងបាទបញ្ហាទីទួយទេអានោះជាលក្ខណៈបច្ចេកទេសដោយសារការថតបច្ចេកទេសទៅវាមានបញ្ហារឿង drone បន្តិចព្រឹកមិញប៉ុន្តែបានដោះស្រាយរួចរាល់ហើយវាឯក្រុមអ្នកហែលទឹកគឺបានទៅដល់គោលដៅនីមួយៗនឹងឈប់ទៅតាមតំបន់ដែលកំណត់ថា relay station នឹងមានទួយហើយបាទអ្នកហែលទឹកគឺជាជនបរទេសទាំងអស់ឬក៏មានជនជាតិខ្មែរដែរបាទនៅក្នុងសមាជិកនេះគឺដែលបាន propose ឡើងមកគឺមានបងប្អូនយើងដែលជាជនបរទេសហើយគាត់ជាអ្នកជំនាញខាងហែលទឹកបាទរយៈចម្ងាយឆ្ងាយបាទពលរដ្ឋខ្មែរមានភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នេះទេឬក៏អមការហែលអ្វីខ្លះទេបាទអត់ទេដោយសារមានបងប្អូនយើងចង់ហែលអមដែរក៏ប៉ុន្តែដោយសារព្រឹត្តិការណ៍នេះមានការឯកភាពគ្នាសម្រាប់ធានាបាននៅសន្តិសុខសុវត្ថិភាពផងហើយយើងទុកឲ្យតែអ្នកជំនាញខាងដែលមានជំនាញខាងហែលទឹកប៉ុណ្ណោះនៅក្នុងការហែលសម្រាប់ដំណាក់កាលនេះដំណាក់កាលដំបូងនេះបាទតាក់ទងទៅនឹងបញ្ហាផ្សោតនេះតាមការកត់ត្រាចុងក្រោយបច្ចុប្បន្នតើវត្តមានផ្សោតសត្វផ្សោតសរុបនឹងមានប្រមាណដែរបាទខ្ញុំមិនមានតួលេខជាក់លាក់ចុងក្រោយថាចំនួននេះប៉ុណ្ណានៅពេលអាប់ដេតទេក៏ប៉ុន្តែយើងឃើញមានវត្តមានថ្មីច្រើនសម្រាប់កូនផ្សោតដូចជាថ្មីនេះយើងទទួលបានកូនផ្សោត2ទៀតនៅក្នុងមូលដ្ឋាននៃខេត្តកោះចេះនិងខេត្តស្ទឹងត្រែងដែលវាចល័តចុះឡើងទៅមកហើយយើងឃើញថាបរិមាណចំនួនសត្វផ្សោតរយៈពេល2ឆ្នាំនេះហាក់ដូចជាមានការកើនឡើង
បាទកន្លងមកក៏ដូចជាបច្ចុប្បន្នឃើញថាសន្ទុះនៃការពារនិងអភិរក្សសត្វផ្សោតហ្នឹងតែងប្រកាសឡើងមិនសូវជាដាច់ប្រមាណទេតែនៅតែមានផ្សោតរងគ្រោះតើនេះបណ្ដាលមកពីមូលហេតុអ្វីដែរលោកម៉ែនគង់បាទវាមានកត្តាមួយចំនួនដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពឬក៏យើងហៅថារបៀបនៃការរកស៊ីចិញ្ចឹមជីវិតរបស់សត្វផ្សោតនៅតាមដងទន្លេនេះបាទករណីទី1ប្រកាសណាស់កាលណាបើសិនជាមានសំណួរនេះកើតឡើងវាពាក់ព័ន្ធនឹងផ្ដោតទៅលើថាប្រហែលជាមានការពាក់ព័ន្ធទៅនឹងការធ្វើនេសាទដោយខុសច្បាប់បាទទី2វាអាចមានកត្តាធម្មជាតិរបស់ផ្សោតផងដែរបាទហើយកត្តាធម្មជាតិនេះគឺអ្នកជំនាញគាត់ជាអ្នកដឹងច្បាស់ថាសត្វផ្សោតវាមានបញ្ហាសុខភាពឬក៏បញ្ហាធម្មជាតិនៃការរស់នៅយ៉ាងម៉េចទាំងរបបនៃចំណីអាហារទាំងរបបទឹកជាដើមបាទដែលឡែកកត្តាមួយចំនួនក៏មានផលប៉ះពាល់ពីការធ្វើនេសាទឬក៏ការច្រឡប់របស់សត្វផ្សោតនឹងដោយខ្លួនឯងទៅប៉ះទៅនឹងឧបករណ៍នេសាទមួយចំនួនដែលធ្វើឲ្យរបួសឬក៏រហូតទៅដល់បាត់បង់ជីវិតរបស់សត្វផ្សោតបាទចំពោះបញ្ហានេះតើការអនុវត្តច្បាប់មានភាពតឹងរឹងឬក៏មកពីប្រជាពលរដ្ឋលោកនៅមិនទាន់សូវយល់ដឹងឲ្យបានច្រើនគ្នាឬយ៉ាងម៉េចបាទចំណុចទី1ខ្ញុំចង់ជម្រាបជូនពីច្បាប់សិនការអនុវត្តច្បាប់គឺពិតជាមានការតឹងរឹងណាស់បាទដូចបានឃើញស្រាប់ហើយកន្លងមកនេះនៅពេលដែលរកឃើញថាមានការពាក់ព័ន្ធទៅនឹងកត្តាណាមួយដែលធ្វើឲ្យមានផលប៉ះពាល់ទៅនឹងទុនធាននៃសត្វផ្សោតនេះហើយមិនគោរពទៅតាមគោលការណ៍ដែលបានដាក់ចេញនៅក្នុងតំបន់អភិរក្សនិងការពារទុនធានសត្វផ្សោតដងទន្លេមេគង្គស្ទឹងត្រែងក្រចេះនេះគឺអនុវត្តវិធានការហើយយើងឃើញហើយមានពាក់ព័ន្ធមួយចំនួនត្រូវបានអនុវត្តតាមគោលការណ៍បាទហើយទី2ការអប់រំផ្សព្វផ្សាយនៅតែធ្វើការអប់រំផ្សព្វផ្សាយព្រោះចំណុចត្រង់ថាយើងដឹងថាប្រជាពលរដ្ឋដែលរស់នៅតាមលើតំបន់ទន្លេមេគង្គនេះមានអ្នកខ្លះរស់នៅលើដីកោះហើយកោះតូចកោះធំអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងហើយពួកគាត់ភាគច្រើនគឺគាត់ពឹងផ្អែកទៅលើធនធានដែលមាននៅនឹងទន្លេជារបៀបនៃការរស់នៅរបស់គាត់តាំងពីយូរលង់មកហើយដូច្នេះហើយចំណុចមួយចំនួនក៏គាត់មានការខ្វះចន្លោះដោយសារគាត់ផ្អែកទៅលើតែអ្វីដែលគាត់ធ្លាប់ធ្វើតាំងពីដើមរហូតមកអញ្ចឹងចំណុចនៃការអប់រំផ្សព្វផ្សាយនិងការលើកទឹកចិត្តប្រជាពលរដ្ឋនៃការចូលរួមនេះគឺជាចំណុចសំខាន់ណាស់នៅតែអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់គ្រប់ទៅតាមការណែនាំរបស់សហគមន៍នេសាទសហគមន៍និងគណៈកម្មការឬក្រុមការងារដែលការពីតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គនេះហើយក៏ដូចជាត្រូវចូលរួមសហការជាមួយនឹងឆ្មាំទន្លេដែលកំពុងបំពេញការងារយ៉ាងមមាញឹកនិងយ៉ាងមានសារៈសំខាន់ក្នុងការរួមចំណែកការពារទុនធានសត្វផ្សោតនេះបាទតាមរយៈព្រឹត្តិការណ៍ហែលទឹកពីអ្នកជំនាញមកពីបរទេសនេះតើលោកម៉ែនគង់រំពឹងថាប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធផ្សេងទៀតនឹងមានការយល់ដឹងយ៉ាងណាពីព្រឹត្តិការណ៍នេះបាទខ្ញុំជឿជាក់យ៉ាងគត់មុតថាប្រកាសជាមានការយល់ដឹងកាន់តែខ្ពស់បន្ថែមទៀតសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋនិងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ក្នុងការការពារទុនធានសត្វផ្សោតក៏ដូចជាការពារនៅរាល់ទុនធានជីវៈចម្រុះដែលមាននៅតាមដងទន្លេមេគង្គជាពិសេសនៅក្នុងតំបន់ការពារនេះបាទហើយហេតុអ្វីបងខ្ញុំនិយាយដូចនេះព្រោះក្រុមការងារនៅពេលដែលបានរៀបចំរួចហើយមានការណែនាំចង្អុលបង្ហាញពីឯកឧត្តមសសុពុត្រាអភិបាលនៃគណៈបាខេត្តជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអមនៅកិច្ចការមួយចំនួនទៀតទី1គឺបង្ហាញអំពីសកម្មភាពនៃការចូលរួមអនុញ្ញាតឲ្យឆ្មាំទន្លេក៏ដូចជាប្រជានេសាទនៅតាមដងទន្លេចូលរួមអបអរសាទរក៏ដូចជាបង្ហាញការចូលរួមនៃការហែលទឹកដើម្បីការពារធនធានសត្វផ្សោតនៅដងទន្លេមេគង្គរបស់យើងនេះហើយឯកឧត្តមបាលខេត្តក៏លោកបានចង្អុលបង្ហាញដែរថាផ្ទុកដែលនាំផ្លូវទៅឆ្ងាយពីខាងមុខនោះគឺមានមេក្រូធ្វើការអំពាវនាវអប់រំផ្សព្វផ្សាយតាមមេក្រូហើយមានការបង្ហាញនៅទង់ជាតិប្រជាជនកម្ពុជាដើម្បីលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាឬក៏ដូចជាប្រជានេសាទនៅតាមដងទន្លេមេគង្គឬក៏រស់នៅតាមតំបន់ដីកោះនៅក្នុងតំបន់ការពារនេះរួមចំណែកចូលបង្ហាញពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋឲ្យដឹងថាយើងកំពុងតែធ្វើការដើម្បីការពារធនធានសម្រាប់ប្រជាជនយើងសម្រាប់កម្ពុជាយើងដែលមានធនធានដ៏កម្រនេះបាទជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់លោកម៉ែនគង់ដែលបានផ្ដល់នូវកិច្ចសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ AFE យើងខ្ញុំសូមជម្រាបអស់លោកអ្នកស្ដាប់ថាលោកម៉ែនគង់គឺជានាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងខ្ញុំសូមអរគុណនិងជម្រាបលាបាទសូមអរគុណច្រើនបងបាទសូមអរគុណ